ជំរាបសួរប្រិយមិត្តរៀនអានទាំងអស់គ្នាក្រុមហ៊ុនផលិតថាមពលមកពីចិនចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជាដែលផ្ដោតលើវិស័យកសិកម្មនិងថាមពលនៅក្នុងការអភិវឌ្ឍដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្រុមហ៊ុន Cherry Group ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកផលិតថាមពលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបនៅក្នុងខេត្តស៊ីជៀនប្រទេសចិនមានបំណងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងបរិយាណាចក្រកម្ពុជាដែលផ្ដោតលើវិស័យកសិកម្មនិងថាមពលការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោកលន់អ៊ីងតុងប្រធានគណៈកម្មការមាតុដ្ឋានអាគុយនិងជាប្រធានសមាគមឧស្សាហកម្មអាគុយនៅប្រទេសចិនជាមួយឯកឧត្តមជាវុធីអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាកាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2025កិច្ចពិភាក្សានេះបានលើកឡើងពីសក្តានុពលដ៏ច្រើនសន្ធឹកសន្ធាប់របស់កម្ពុជាជាពិសេសក្នុងវិស័យកសិកម្មនិងកសិឧស្សាហកម្មឯកឧត្តមជាវុធីបានសង្កត់ធ្ងន់លើឱកាសដ៏មានសក្តានុពលក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីនិងកំណត់ខេត្តសំខាន់ៗដែលសមស្របនឹងការដាំដុះស្វាយចន្ទីផងដែរនៅក្នុងវិស័យថាមពលក្រុមហ៊ុន Cherry Group អាចផលិតអាគុយសម្រាប់បម្រើឲ្យការបំពាក់សូឡាស្តុកថាមពលនិងការផ្គត់ផ្គង់ដល់តូចក្រយានយន្តជាដើមជាមួយគ្នានេះដែរឯកឧត្តមជាវុធីបានជំរុញលើកទឹកចិត្តឲ្យគណៈប្រតិភូឆាប់ធ្វើការសម្រេចចិត្តវិនិយោគដើម្បីទាញយកប្រយោជន៍ពីបរិយាកាសវិនិយោគដ៏អំណោយផលនៅកម្ពុជាជាការឆ្លើយតបលោកលន់អ៊ីងតុងបានថ្លែងអំណរគុណដល់ CDC ដែលបានពន្យល់យ៉ាងកក់ក្ដៅពីបរិយាកាសវិនិយោគនៅកម្ពុជាលោកបញ្ជាក់ថាក្រុមហ៊ុននឹងធ្វើការគិតគូរពិចារណាក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជាតាមការចង្អុលបង្ហាញរបស់ឯកឧត្តមអគ្គលេខាធិការសហការនេះគឺជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដែលអាចលើកកម្ពស់ផលិតភាពកសិកម្មរបស់កម្ពុជាទន្ទឹមនឹងការជំរុញគំនិតផ្ដួចផ្ដើមថាមពលកកើតឡើងវិញដោយខ្លួនដោយឆ្លុះបញ្ចាំងពីនិន្នាការកើតឡើងនៃការវិនិយោគបរទេសក្នុងគោលបំណងអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់នៅពេលដែល Cherry Group ពិចារណាជំហានបន្ទាប់របស់ខ្លួនការវិនិយោគនេះអាចត្រួសត្រាយផ្លូវសម្រាប់អត្ថប្រយោជន៍សេដ្ឋកិច្ចដ៏សំខាន់សម្រាប់ទាំងប្រទេសកម្ពុជានិងក្រុមហ៊ុនចិនដោយជំរុញកំណើនទៅវិញទៅមកនឹងការច្នៃប្រឌិតក្នុងវិស័យសំខាន់ៗទាំងនេះអរគុណប្រិយមិត្តសម្រាប់ការតាមដានស្ដាប់សូមជួយ Subscribe Channel រៀនអានដើម្បីទទួលបាននូវព័ត៌មានថ្មីៗប្រចាំថ្ងៃផងដែរ